ដល់ផ្លូវបំបីលោកត្រាំផ្ទុះកំហឹងខ្លាំងៗហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថាឈួតក្រោយហ៊ានធ្វើរឿងមួយរំខានដល់អាមេរិកពីមុនសរសើរថាជាមិត្តល្អបំផុតនៅក្នុងសីតវិមានតែពេលនេះប្រែក្រឡាប់ចាក់លោកដូណាល់ត្រាំផ្ទុះសម្ដីធ្ងន់ធ្ងរវាយប្រហារចំលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ែនចាមីន នេតានយ៉ាហ៊ូដល់ថ្នាក់ហៅថាជាមនុស្សឈួតថែមទាំងទាមទារគុណសម្បត្តិថាបើគ្មានរូបលោកទេក៏គ្មានអ៊ីស្រាអែលថ្ងៃនេះដែរយោងតាមការចាប់ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CBS News បានដកស្រង់សម្ដីពីកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំងកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2026ភាពតានតឹងនេះកើតឡើងដោយសារលោកត្រាំកំពុងជំរុញកិច្ចប្រឹងប្រែងសន្តិភាពបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ដែលក្រុងចុះហត្ថលេខានៅថ្ងៃសុក្រសប្តាហ៍នេះនៅក្នុងទីក្រុងហ្សឺណែវប៉ុន្តែអ៊ីស្រាអែលបែរជាបើកការវាយប្រហារថ្មីៗនៅលីបង់ដែលជាការរំខានដល់ផ្លូវចរចារបស់អាមេរិកសម្ពាធនយោបាយនិងសេដ្ឋកិច្ចសង្គ្រាមនៅមជ្ឈមបូព៌ាមិនទទួលបានការគាំទ្រពីពលរដ្ឋអាមេរិកឡើយវាធ្វើឲ្យតម្លៃប្រេងសាំងហក់ឡើងខ្ពស់និងធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកត្រាំ PBS បានស្រង់សម្ដីរបស់អ្នកវិភាគថាប្រសិនបើអ៊ីស្រាអែលនៅតែបន្តធ្វើជាដងគ្រោះរារាំងផ្លូវលោកត្រាំនឹងប្រើប្រាស់ឥទ្ធិពលនិងអំណាចទាំងអស់ដើម្បីដាក់សម្ពាធត្រឡប់ទៅវិញទោះជាយ៉ាងណាអ្នកជំនាញខ្លះបានយល់ថានេះគ្រាន់តែជាការអាក់អន់ចិត្តបណ្ដោះអាសន្នក្នុងសមាជិកគ្រួសារព្រោះប្រវត្តិសាស្ត្របានបង្ហាញថាលោកត្រាំតែងតែឈរខាងអ៊ីស្រាអែលយ៉ាងរឹងមាំជានិច្ច